ធ្វើបបរគ្រឿងត្រីជាមួយនឹងសាច់ជ្រូកញ៉ាំជាមួយនឹងខ្ញុំហើយចំពោះខាងសាច់ខ្ញុំនេះគឺខ្ញុំមានឆ្អឹងឈូកមានសាច់ជ្រូក3ជាន់មានសាច់ត្រីហើយនឹងមានផាត់ថៃអញ្ចឹងចាប់ដាក់ដំបូងដោយដាក់អំពងខ្ទឹមសសិនខ្ទឹមសហ្នឹងគឺខ្ញុំដាក់អំពងឲ្យច្រើនមកដើម្បីទុករយលើអំបពេលហើយបន្ទាប់ពីយើងអំពងវាបានក្រហមប៉ុណ្ណឹងហើយគឺយើងដួសវាចេញហើយដាក់ឆាអង្ករតអង្ករហ្នឹងគឺយើងឆាឲ្យវាដាច់ទឹកឆាឲ្យវាស្ងួតហើយបន្ទាប់មកគឺខ្ញុំបានដាក់ជាមួយនឹងទឹកត្រីហើយនឹងប្រេងខ្យងហើយយើងឆាវាឲ្យរៀងចូលជាតិបន្តិចទៀតទៅគឺយើងអាចដួសទុកបានបន្ទាប់មកគឺខ្ញុំបកមកធ្វើទឹកស៊ុបម្ដងទឹកស៊ុបហ្នឹងគឺខ្ញុំយកមកពីឆ្អឹងជ្រូកហើយឆ្អឹងជ្រូកហ្នឹងក៏ខ្ញុំបានសោះឲ្យម្ដងដែរហើយបន្ទាប់មកគឺខ្ញុំមានដាក់ជាមួយនឹងបកាក្រៀមមឹកក្រៀមហើយនឹងឆៃពៅចូលដែរហើយចំពោះសាច់ជ្រូក3ជាន់ហើយនឹងសាច់ត្រីគឺខ្ញុំដាក់ស្ងោរចូលឲ្យហើយដែរបន្ទាប់មកគឺខ្ញុំបានដាក់លីគ្រឿងជាមួយនឹងម្សៅស៊ុបអំបិលប៊ីចេងហើយនឹងទឹកត្រីហើយបើឃើញអាកតិចឡើងមកខាងលើនឹងកុំភ្លេចដួសចោលផងក្នុងបងហ្នឹងគឺខ្ញុំមានដាក់ស្ករទេខ្ញុំយកជាតិផ្អែមមកពីក្រអញ្ចឹងនៅពេលដែលទឹកស៊ុបយើងចេញជាតិល្អហើយគឺខ្ញុំស្រង់សាច់ជ្រូក3ជាន់សាច់ត្រីហើយនឹងឆ្អឹងស៊ុបនឹងចេញហើយខ្ញុំចាក់អង្ករដែលយើងបានឆាមុននឹងចូលបន្តមកទៀតគឺខ្ញុំឲ្យចៀនជាមួយនឹងប៊ឺថៃចៀនឲ្យវាបានតែក្រហមប៉ុណ្ណឹងទៅគឺបានបន្ទាប់មកគឺខ្ញុំយកវាមកហាន់ស្ដើងចាក់ទុកដាក់ពីលើបបរហើយចំពោះសាច់ជ្រូក3ជាន់វិញគឺខ្ញុំហាន់វាស្ដើងហើយខ្ញុំហាន់វាជាចំណិតទូទៀតនិយាយទៅដូចបបរគ្រឿងដែលគេលក់នៅខ្មែរចឹងគេហាន់របៀបអញ្ចឹងនេះគឺជាគ្រឿង topping ដែលខ្ញុំទុកដាក់ពីលើបបរគ្រឿងរបស់ខ្ញុំតែចំពោះសាច់ត្រីនោះគឺខ្ញុំមិនដឹងគេហៅត្រីអីទេខ្ញុំឃើញគេលក់កឲ្យសាច់វាហឹងទៅខ្ញុំក៏ទិញខ្ញុំមកដាក់ចុងក្រោយគឺខ្ញុំមកហាន់ជាមួយនឹងជីទុកដាក់ពីលើបបរគ្រឿងថ្ងៃនេះគឺខ្ញុំមានតែជីបានសុយហើយនឹងស្លឹកខ្ទឹមទេហើយកុំភ្លេចក្រូចឆ្មាពី3ចំណិតផងហើយលើកនេះហើយខ្ញុំទៅផ្សារខ្ញុំបានទិញចាក់ខ្វៃមកទុកដាក់បបរទៀតនិយាយទៅថ្ងៃនេះគឺថាគ្រប់គ្រឿងត្មងអត់មានខ្វៃមួយទេដល់ពេលគ្រប់គ្រឿងចឹងទៅគឺមានអារម្មណ៍ថាបបរដែលខ្ញុំធ្វើនោះគឺរឹងឆ្ងាញ់ហ្មងអញ្ចឹងបើអ្នកដែលមើលហើយកុំភ្លេចទៅធ្វើតាមផងណា